អូនធ្វើផ្លែសាច់គោចង់ឲ្យឆ្ងាញ់ណាគឺតិចនិចងាយស្រួលមែនទែនបងប្អូនធ្វើតាមមួយផ្លែតែគឺយើងបានញ៉ាំមិនឲ្យតែយើងលាយជាមួយនឹងគ្រឿងក្រៅនឹងត្រូវមករសជាតិផ្លែគឺយើងយកបែបយ៉ាងប្រៃផ្អែមជូរហើយនឹងហឹរណារីឯគ្រឿងក្រៅបន្លែដែលខ្ញុំលាយនេះគឺត្រូវគ្នាមែនទែនជាប្រភេទផ្លែបងប្អូនគឺញ៉ាំឆ្ងាញ់ណាស់ចំពោះសាច់គោគឺយើងប្រើជាមួយសាច់ដែលផុយគឺសាច់ច្រឡក់ក្នុងនឹងឯងហាន់វាជាប្រទេសស្ដាងបន្ទាប់មកទៀតគឺយើងមានជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសខ្ទឹមសខ្ទឹមក្រហមនេះគឺយើងហាន់វាជាប្រទេសស្ដាងខ្លះមកណាចំណែកឯរំដេងនេះវិញបងប្អូនគឺយើងអាចអត់បានទេដោយសារតែយើងត្រូវការបុកវាមកប្រឡាក់ជាមួយនឹងសាច់គោរីឯគ្រឿងក្រៅបន្លែវិញដែលខ្ញុំលើកបង្ហាញនឹងអញ្ចឹងណាគឺមានជាមួយនឹងខ្ទឹមបារាំងសណ្តែកគួរការ៉ុតជីគ្រប់មុខហើយនឹងម្ទេសយើងហាន់វាជាប្រទេសស្ដាងមិនណាចំណែកឯក្រូចឆ្មាវិញគឺយើងប្រើរៀងច្រើនបន្តិចទី1គឺយើងប្រឡាក់ជាមួយនឹងសាច់គោរីឯទី2យើងទុកសម្រាប់លាយទឹកត្រីចំពោះសាច់គោនេះគឺយើងហាន់ជាប្រទេសស្ដាងអញ្ចឹងដើម្បីងាយស្រួលពេលដែលយើងច្របាច់ក្រូចឆ្មាដាក់ពីលើទៅគឺសាច់វាឆាប់នឹងឆ្អិនល្អចំណែកឯម្ទេសនេះវិញគឺខ្ញុំបុកវាឲ្យបែកម៉ត់ដូចខ្ញុំបង្ហាញបងប្អូនអញ្ចឹងគឺយើងច្របាច់ពូតទឹកវាចេញបន្ទាប់មកគឺយើងយកសាច់រំដេងនឹងបន្តិចដើម្បីប្រឡាក់ជាមួយនឹងសាច់គោដើម្បីកាត់ជាតិឆ្អាបផងហើយជាពិសេសគឺធ្វើឲ្យសាច់គោនឹងក៏មានក្លិនឈ្ងុយដែរចំពោះការផ្អាប់ទុកហ្នឹងខ្ទង់ប្រហែលជា10នាទីអីទេបងប្អូនអត់សូវយូរទេពេលដែលគ្រប់10នាទីហើយគឺសាច់គោនេះវាចេញមកពណ៌ស្លេកអញ្ចឹងគឺមានន័យថាសាច់គោរបស់យើងហ្នឹងក៏បានឆ្អិនល្អដែរសាច់គោហ្នឹងនៅពេលដែលគ្រប់10នាទីហើយគឺយើងច្របល់វាចោះឡើងម្សាទៀតទៅធ្វើម៉េចឲ្យសាច់គោនោះវាកាន់តែឆ្អិនល្អជាងនឹងទៀតណាបន្ទាប់ពីយើងច្របល់សពមើលថាល្អហើយគឺយើងពូតទឹកសាច់គោនឹងចេញមកសម្រាប់ទឹកសាច់គោនេះបងប្អូនបើសិនជាបងប្អូនខ្លះក៏ចង់លាយជាមួយនឹងប្រហុកក៏បានដែរណាគឺយើងយកទឹកសាច់គោនឹងឯងកូរលើចក្រានជាមួយនឹងទឹកប្រហុកបន្ទាប់មកចាំយើងលាយគ្រឿងផ្សំដាក់ចូលតាមក្រោយទៀតតែសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំលាយជាមួយនឹងទឹកត្រីវិញរសជាតិហ្នឹងគឺយើងលាយរសជាតិដូចគ្នាបងប្អូនគ្រាន់តែថាមួយក្លិនបែបប្រហុកហើយមួយទៀតហ្នឹងគឺយើងយកក្លិនបែបទឹកត្រីគឺខ្ញុំប្រើជាមួយស្ករត្នោតចំនួន1ស្លាបព្រាបាយពេញប៊ីចេងហ្នឹងកន្លះស្លាបព្រាកាហ្វេម្សៅស៊ុប1ស្លាបព្រាកាហ្វេក្រូចឆ្មាខ្ញុំក៏បានច្របាច់បន្ថែមទៀតហ្នឹង1ផ្លែកន្លះបងប្អូនដោយសារតែសាច់គោហ្នឹងក៏វាមានជាតិជូរខ្លះដែរនៅពេលដែលយើងផ្អាប់វាទុកហ្នឹងអញ្ចឹងហើយយើងលៃលោកគ្រឿងផ្សំធ្វើម៉េចឲ្យត្រូវរសជាតិសិនមិនណាបើសិនជាយើងស្ទើរជូរអីអាចថែមថយតាមក្រោយទៀតបានដូចជាខ្ទឹមសខ្ទឹមក្រហមនេះបងប្អូនបន្ទាប់ពីយើងលាយទឹកត្រីនឹងមើលតែត្រូវរសជាតិហើយគឺយើងដាក់ខ្ទឹមសខ្ទឹមក្រហមហើយនឹងសាច់គោនឹងចូលទៅច្របល់ជាមួយគ្នាគឺយើងច្របល់ច្របល់ឡើងខ្ទង់ប្រហែលជា4ទៅ5នាទីអីទៅចាំយើងដាក់បន្លែនឹងចូលទៅច្របល់ម្សៅទៀតនិយាយទៅបន្លែនឹងគឺយើងចាប់មកមុខបន្តិចយកលាយចូលគ្នាហ្មងបងប្អូនលាយតែមួយផ្លេតទេគឺយើងច្របល់ខ្ទង់ប្រហែលជា5នាទីអីទៀតទៅគឺចូលជាតិតែផ្លែសាច់គោឆ្ងាញ់ណាគឺស្ថិតនៅលើការលាយទឹកត្រីនឹងតាហើយមួយផ្នែកទៀតហ្នឹងណាលើសាច់គោមួយទៀតបើសិនជាយើងប្រើជាមួយនឹងជាប្រភេទសាច់គោដែលផុយលាយចេញមកញ៉ាំដឹងតែឆ្ងាញ់ញ៉ៃរសជាតិហ្នឹងគឺយើងយកបែបរៀងមុតបន្តិចមកណាគឺប្រៃផ្អែមជូរហើយរីឯរសជាតិហឹរវិញបងប្អូនចង់ដាក់តិចឬច្រើនតាមចំណង់ចំណូលចិត្តបានណាដែលគិតថាអាចញ៉ាំទៅឆ្ងាញ់ចាឥឡូវនេះការបង្ហាញពីរបៀបធ្វើភ្លារបស់ខ្ញុំក៏បានរួចរាល់អស់ហើយថ្ងៃស្អែកជួបគ្នាសាជាថ្មីអរគុណ